បងប្អូនតើកើតនៅក្នុងឆ្នាំឆ្លូវនៅក្នុងខែចាស់ឆ្នាំចាស់បងប្អូនតែងតែមានបញ្ហារាំងស្ទះរឿងលុយកាក់មែនទេចូលមកដល់ឆ្នាំ2026ខែមករាគឺជាខែទី1ដើមឆ្នាំ2026បងប្អូនត្រៀមមានសង្ឃឹមវិញចុះដោយសារតែលេខរបស់បងប្អូនកំពុងតែមានរាសីឡើងខ្ពស់មកវិញមានន័យថាលេខដែលធ្លាប់ធ្លាក់ហើយគឺកំពុងតែចាប់ផ្ដើមងើបទៅរកភាពមធ្យមឬក៏ភាពល្អដូចនេះបងប្អូនដែលកើតនៅក្នុងឆ្នាំឆ្លូវទាំងអស់ទាំងអ្នកធ្វើការនិងអ្នករកស៊ីគឺមានដួងចតាល្អដូចគ្នាទី1បងប្អូនដែលកើតនៅក្នុងឆ្នាំឆ្លូវនៅក្នុងខែមករាឆ្នាំ2026នេះរាប់ថាជាខែហេងខែសយអាចថាហេងក៏បានសយក៏បានក៏ប៉ុន្តែលេខរបស់បងប្អូនគឺស្រូបបាននៅសំណាងភាពហេងច្រើនជាងភាគច្រើននៃអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវបងប្អូនចាំទេនៅកន្លែងការងាររបស់បងប្អូនដែលធ្លាប់តែមានរឿងមានរាវចូលមកដល់ខែមករានេះអាចនឹងមានការដោះស្រាយបានហើយបងប្អូនអាចមានឱកាសលេចធ្លោឲ្យមេរបស់បងប្អូនអាចមើលឃើញបងប្អូនឬក៏ណូតបងប្អូនទុកដើម្បីលើកស្ទួយយើងទៅក្នុងថ្ងៃក្រោយអានេះជាចំណុចល្អទី1ទី2យើងមានឱកាសទទួលបានលាភឬសំណាងពីការងារដែលយើងកំពុងតែធ្វើឬអាចមានជើងលេខនៅក្នុងការបដូរតំណែងឬក៏បដូរការងារដែលកាន់តែល្អជាងមុនកន្លែងហ្នឹងគឺសំខាន់មែនទែនសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវហើយជាអ្នកធ្វើការបើឆ្នាំមុនយើងមានវិវាទនៅកន្លែងការងារនៅក្នុងឆ្នាំនេះឃ្លាបានទាំងអស់ទទួលបានយុត្តិធម៌ឬអាចទទួលបានភាពស្អាតស្អំត្រឡប់មកវិញចំពោះបងប្អូនដែលជាអ្នករកស៊ីវិញណាចាមានជើងលេខចាប់លៀបបានច្រើនជាងមុនអញ្ចឹងខិតខំផ្សព្វផ្សាយខិតខំបន្តិចនឹងមានលៀបចូលរឿយក៏ប៉ុន្តែលៀបនោះគឺជាលៀបដែលមកតិកតក់អត់ទាន់ធំទេតែវាអាចឲ្យបងប្អូនសន្សំឲ្យសល់បាននៅក្នុងឆ្នាំចាស់កន្លងមកបងប្អូនអាចនឹងកាន់លុយអត់ជាប់តែនៅក្នុងខែមករាឆ្នាំ2026នេះជាខែមួយដែលបងប្អូនអាចសន្សំលុយជាប់តាមរយៈការទិញមាសទុកក៏បានដែរមូលហេតុអីអ្នកកើតឆ្នាំឆ្លូវនៅក្នុងខែមករាហ្នឹងបើទិញបានមាសទុកល្អនឹងស្រូបសំណាងលាភជ័យចូលជាបន្តបន្ទាប់ចាំណាក៏ប៉ុន្តែមានរឿងមួយចំនួនដែលគួរឲ្យកត់សម្គាល់នៅវេលាដែលបងប្អូនលេចធ្លោពេកបងប្អូនក៏ត្រូវប្រយ័ត្នមនុស្សជិតស្និទ្ធនិងមនុស្សជុំវិញខ្លួនរបស់បងប្អូនដូចគ្នាមិនថាអ្នកនៅកន្លែងធ្វើការឬក៏អ្នកនៅកន្លែងរកស៊ីមូលហេតុគឺដោយសារតែវានឹងមានគ្រោះការចេញអំពីអ្នកដែលយើងទុកចិត្តនោះឯងនេះជាហេតុផលដែលបងប្អូនប្រយ័ត្នហើយនឹងការពារខ្លួនឲ្យខ្លាំងមែនទែនចំពោះរឿងស្នេហារបស់បងប្អូនដែលកើតនៅក្នុងឆ្នាំឆ្លូវខែមករាតាមជើងលេខណាគឺអាចមានរឿងឬក៏ចំនួនដែលកើតចេញពីរយៈញាតិឬក៏មិត្តនៃដៃគូស្នេហារបស់យើងគេនាំភ្លើងមកឲ្យមិនថានាំភ្លើងតាមរយៈការអុចអាលនាំភ្លើងតាមរយៈកំចៃខ្ចីបុលឬក៏ការមួយបង្កាច់ឲ្យមានការទោះចិត្តនឹងគ្នាសុទ្ធតែកើតឡើងបាននៅក្នុងខែមករាតាមពិតណាខែមករាជាខែល្អសម្រាប់រឿងការងារលាភជ័យនៃអ្នកកើតឆ្នាំឆ្លូវប៉ុន្តែជាខែដែលប្រយ័ត្នប្រយែងរឿងស្នេហាបងប្អូនកើតឆ្នាំឆ្លូវបើសិនជាមានវិវាទស្នេហានៅក្នុងចន្លោះពេលខែមករានេះបងប្អូនសម្គាល់មើលចុងឆ្នាំចាស់មានន័យថាចាប់ពីថ្ងៃទី25ខែ12ឆ្នាំ2025តើវាមានអ្វីឲ្យយើងមានអារម្មណ៍ថាក្តៅឆេវជាមួយគ្នាប្លែកអត់បើសិនជាមានអញ្ចឹងមែនក្នុងខែថ្មីឆ្នាំថ្មីរឿងហ្នឹងនៅតែមានតទៀតអត់ចប់ទេដោយសារអីគេហៅកំឈួលភ្លើងចាស់វាឆេះអញ្ចឹងបានជាខ្ញុំតែងតែនិយាយថាអញ្ចឹងត្រូវតែព្យាយាមការពារខ្លួនឲ្យបានដិតដល់ដូចខ្ញុំលើកឡើងអញ្ចឹងលេខរបស់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែមករានេះជាលេខល្អប៉ុន្តែប្រឈមនឹងគ្រោះការចេញអំពីញាតិឬក៏មិត្តឬមនុស្សជិតស្និទ្ធនឹងអ្នកចំណែនហើយអ្នកចំណែនហ្នឹងបើសិនជាយើងជាអ្នករកស៊ីឬអ្នកធ្វើការទៀតប្រយ័ត្នជាងគេរឿងគេធ្វើអំពើដោយសារអីយើងលេចធ្លោពេកយើងឡើងយើងងើបអញ្ចឹងគេអត់ចង់ឃើញយើងងើបគេចង់ក្តិចត្រួយយើងអញ្ចឹងគឺគេធ្វើអំពើបិទមុខធ្វើឲ្យយើងអត់មានលៀបចូលចាដំណឹងល្អលៀបល្អត្រូវចូលមកហើយតែមុននឹងបានវាខ្វៀងទៅអ្វីគឺវាខ្វៀងចានេះជាហេតុផលដែលបងប្អូនត្រូវតែការពារខ្លួនបងប្អូនការពារខ្លួនមានច្រើនវិធីដូចជាបងប្អូនពាក់ខ្សែដៃដូចខ្ញុំអញ្ចឹងក៏បានដែរខ្សែដៃពីរសៀវនេះវាជួយបងប្អូនឲ្យមានលៀបមានជ័យកែឆុង
យោងយួនបានឬក៏ដាក់យួនតាមខេសទូរស័ព្ទដូចខ្ញុំក៏បានដែរវាងាយស្រួលមួយវិញទៀតណាបងប្អូនដែលកើតឆ្នាំឆ្លូវជាពិសេសគឺអ្នករកស៊ីតែម្ដងណាចាបើសិនជាចង់ឲ្យដួងចតាកាន់តែមានពលឺធំបងប្អូនអាចជារូបសត្វគោនេះជាតំណាងឲ្យឆ្នាំកំណើតពេលដែលឆ្លងកាត់ការអភិសេកហើយវានឹងជួយបងប្អូនបានច្រើនមែនទែនដាស់រាសីលើកអំណាចការពារមុនអាគមមុនខ្មៅឬក៏អមនុស្សព្រមទាំងជួយតងហៅលៀបតងហៅភ្ញៀវឲ្យជួយឲ្យគេសងលុយបានទៀតអញ្ចឹងបានជាដួងរាសីរបស់បងប្អូនគឺជារឿងសំខាន់បងប្អូនពេលខ្លះបើយើងជឿលើរាសីខ្លួនឯងថារាសីឡើងខ្ពស់អត់មានណាធ្វើឲ្យយើងបានអានឹងជារឿងពិតក៏ប៉ុន្តែនៅពេលដែលយើងពាក់របស់ជំនួយការពារឬក៏មានសត្វទេពជួយការពារតាមឆ្នាំកំណើតឬក៏សត្វដែលជួយយោងឆុងប្រចាំឆ្នាំដូចជាពពែជាដើមឬក៏យ័ន្តជាដើមវានឹងជួយឲ្យយើងកាន់តែមានរាសីខ្ពស់ជាងមុនអញ្ចឹងហើយបងប្អូនដែលកើតឆ្នាំឆ្លូវទាំងអស់បើមានគ្រោះណាមួយប្រញាប់ស្រោតកែណាមានរឿងមួយចង់បង្ហោតបន្តិចបងប្អូនដែលកើតនៅក្នុងឆ្នាំឆ្លូវនៅក្នុងដើមឆ្នាំប្រសិនបើអាចគឺទិញមាសយកងៅហេងពីថ្ងៃទី1រហូតដល់ថ្ងៃទី4ទិញនៅក្នុងថ្ងៃណាក៏រាប់ថាថ្ងៃល្អតែល្អបំផុតគឺថ្ងៃទី1ទិញមាសដើមខែបែបហ្នឹងវានឹងឲ្យយើងមានសំណាងស្រូបយកមាសបន្តមកទៀតយើងងំហេងប្រចាំឆ្នាំហើយបើមាសហ្នឹងបានធ្វើកិច្ចអភិសេកទៀតណាអូយកាន់តែហេងមែនតើឬក៏ជាវត្ថុមង្គលដូចជាយ័ន្តសត្វគោទេពតំណាងឆ្នាំកំណើតយើងឬក៏ខ្សែដៃហ្នឹងក៏កាន់តែហេងដែរណាចាចំពោះបងប្អូនដែលចង់ជាយ័ន្តអ្នកគ្រូមានយ័ន្តពីរប្រភេទដើម្បីណែនាំជូនបងប្អូនយ័ន្តទី1គឺយ័ន្តព្រះអង្គវេស្សវណ្ណស័ក្តិសមបំផុតសម្រាប់បងប្អូនដែលសម្បូរទៅដោយអ្នកឆ្លៀននេះចាញ់ផ្ចាល់និងបៀតបៀនបងប្អូនចំពោះទាំងរឿងផ្លូវក្នុងហើយនិងរឿងផ្លូវក្រៅព្រោះយ័ន្តព្រះអង្គវេស្សវណ្ណអាចជួយបញ្ជៀសនៃគ្រោះបានជួយបញ្ជៀសនៃអមនុស្សក៏ដូចជាមុនខ្មៅបានដូចគ្នាយ័ន្តទី2គឺយ័ន្តព្រះអង្គកណេសបងប្អូនដែលជាយ័ន្តព្រះអង្គកណេសគឺនឹងទទួលបាននៅលាភជ័យនិងការប្រទានពរឲ្យមានលាភមានភ្ញៀវមានសំណាងហូរចូលមានលុយហូរចូលច្រើនទ្រព្យគង់លៀបគង់ហើយក៏ជួយទប់ស្កាត់និងបញ្ជៀសនៃគ្រោះបាត់មុខផ្សេងដូចគ្នាបងប្អូនអាចជាយ័ន្តទាំងពីរនេះក៏បានដែរដើម្បីរួមផ្សំគ្នាទាំងការការពារនិងទាំងការទទួលបានលៀបទាំងពួងណា